បាទបងប្អូនថ្ងៃនេះទំនេរពេលល្ងាចបាទព្រះសូរិយារៀបអសដងគុតមកដួសមហូបឲ្យមច្ឆាបងប្អូនបាទអញ្ចឹងក្រោយពីទឹកស្រកទៅដល់ហើយបងប្អូនអើយឡើងដល់ហើយប៉ុន្តែយ៉ាងណាក៏វាមិនច្រើនដូចគេទីក្រុងទេណាបងប្អូនបាទគេអ្នកទីក្រុងគេប៉ោះមកមួយអូគេក្រហមធ្លោចាញ់ញឹកណាបងប្អូនបាទតែយើងនៅស្រុកឆុកឆែបងប្អូនអើយមានប៉ុណ្្នឹងឯងបាទអញ្ចឹងល្មមអញ្ចឹង4 10ពាងអីទេបាទដួស4 10កត្រងហើយ4 10 20ពាងហើយបានក៏ប៉ុណ្ណឹងវាមិនច្រើនដូចគេបងប្អូននិយាយលេងណាបងប្អូនបាទអញ្ចឹងថ្ងៃនេះវាឡើងច្រើនបងប្អូនអើយកកច្រើនណាស់បងប្អូនបន្ទាប់ពីទឹកវាស្រកទៅបងប្អូនអូទឹកកាលទឹកឡើងវាអស់ដល់ពេលទឹកស្រកទៅ2 3ថ្ងៃដល់ហើយលង្កកក្រហមដូចឈាមអញ្ចឹងបងប្អូនដូចលោហិតអញ្ចឹងបងប្អូនអើយឡើងតាមគៀនក៏មានកណ្ដាលក៏មានបងប្អូនអើយដួសយកនេះហើយទឹកជ្រៅទៀតណាបងប្អូនទឹកជ្រៅបាទដួសទៅវាអត់ដល់ប្រឡាក់ដីដល់ជោគចំផុកចំអីទេដួសទៅស្រួលហើយបងប្អូនអើយបាទបានអាដងហូតនេះផងដល់ក្រោយបងប្អូនអើយអត់មានបារម្ភអីទេចង់ហូតប្រហែលម៉ែត្របានហើយបាទ5ម៉ែត្រដល់កដាលដងបងប្អូនអើយដងឲ្យស្រួលបងប្អូនអើយកកឲ្យបងប្អូនបាទបងប្អូនអាចមកសាករនៅកន្លែងនេះបានបើសិនជាអ្នកចិញ្ចឹមត្រីកន្លែងតំណាក់ដែលគាត់ខ្សត់លុយខ្សត់ចៃញឹកណាបងប្អូនបាទសម្រាប់ចៃទឹកយើងពិបាករកហើយបងប្អូននៅណាដូចនៅណាដែរបាទទុកលំបាករបស់អ្នកចិញ្ចឹមត្រីគឺពិបាករនុយរចំណីហ្នឹងឯងបងប្អូនអើយបាទប៉ុន្តែបើវាបានអីមានចៃញឹកក៏អត់ចៃទឹកក៏អត់បានមានចៃញឹកក៏ប៉ុណ្ណាក៏យើងអាចមានសង្ឃឹមខ្លះដែរណាបងប្អូនបាទអញ្ចឹងទុកលំបាកអ្នកចិញ្ចឹមត្រីនេះគឺរឿងនុយហ្មងតែអត់នុយចប់ហើយបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនអត់មានអីចង់100អាច100បាននៅបាត់ដំបងយើងហ្នឹងណាបងប្អូនបាទបើសិនជាថាចង់បានច្រើនតរើផ្ទះទៅនៅទីក្រុងបងប្អូនដូចគេអ្នកប៉ោះនៅខ្លះនៅសៀមរាបនៅពេញនៅអីដល់ហើយបងប្អូនអើយកកតែយើងនេះបានមក4 10 20ពាងអីបានបងប្អូនបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនមានពេលវេលាអីអាចពេលអត់ខាងបងប្អូនអត់មានអីអាចមកសាកល្បងនៅកន្លែងនេះបានបងប្អូនបាទភាគច្រើនគេមកពេលព្រឹកបងប្អូនអើយម៉ោង6 7អី7 8 9 10អ្នកជុំវិញដងបាទរកកន្លែងដួសឃើញបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាថ្នាំសម្រាប់បងប្អូនត្រូវការថ្នាំជ្រលក់សណាញ់ថ្នាំពោបងប្អូនបាទមានលក់ដុំលក់រេតម្លៃសមរម្យបងប្អូនអាចទិញយកទៅលក់បន្តបានណាបងប្អូនធានាឲ្យបងប្អូនតម្លៃសមរម្យធូរណាបងប្អូនណាអាចតាក់ទងមកបានបងប្អូនតាក់ទងតាមเพจហ្នឹងមកអរគុណច្រើនបងប្អូនជម្រាបលាបាយ